នារដូវកាលបៃតងពេលដែលធម្មជាតិចាប់ផ្ដើមស្រស់បំព្រងក្រោយដំណក់ទឹកភ្លៀងប្រាសាទអង្គរវត្តក៏លេចចេញនៅសម្រស់ដ៏អស្ចារ្យនិងស្រស់ត្រកាលជាងពេលណាៗទាំងអស់ការធ្វើដំណើរចូលទស្សនាតាមច្រកខាងកើតនឹងនាំលោកអ្នកឲ្យឆ្លងកាត់នៅបរិយាកាសដ៏ស្ងប់ស្ងាត់អមដោយដើមឈើពណ៌បៃតងខៀវស្រងាត់និងទេសភាពធម្មជាតិដ៏ស្រស់ស្អាតដែលធ្វើឲ្យគ្រប់ជំហាននៃការដើរចូលហាក់បីដូចជាកំពុងត្រឡប់ទៅកាន់អតីតកាលដ៏រុងរឿងនៃអាណាចក្រខ្មែរនៅរដូវនេះវាលស្មៅពណ៌បៃតងលាតសន្ធឹងជុំវិញប្រាសាទទីមេឃពណ៌ខៀវលាយជាមួយពពកសនិងដំណក់ទឹកភ្លៀងដែលនៅសេសសល់បានឆ្លុះបញ្ចាំងពីសម្រស់ប្រាសាទយ៉ាងស្រស់បំព្រងបង្កើតបានជាទស្សនីយភាពដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកស្រឡាញ់ការថតរូបនិងអ្នកចូលចិត្តស្វែងរកភាពស្ងប់ស្ងាត់ការចូលតាមច្រកខាងកើតក៏ផ្ដល់នូវបទពិសោធន៍ប្លែកៗមួយផងដែរដោយសារតែភ្ញៀវទេសចរមិនសូវច្រើនធ្វើឲ្យលោកអ្នកអាចរីករាយជាមួយនឹងភាពស្ងប់ស្ងាត់ស្រូបយកខ្យល់អាកាសបរិសុទ្ធនិងស្វែងយល់ពីស្ថាបត្យកម្មដ៏អស្ចារ្យនៃប្រាសាទអង្គរវត្តបានយ៉ាងពេញលេញប្រសិនបើលោកអ្នកកំពុងស្វែងរកដំណើរកម្សាន្តដែលផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រវប្បធម៌និងធម្មជាតិដ៏ស្រស់ត្រកាលនោះរដូវកាលបៃតងគឺជាពេលវេលាដ៏ល្អបំផុតក្នុងការមកទស្សនាប្រាសាទអង្គរវត្តតាមច្រកខាងកើតសូមស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិទាំងអស់មកទទួលយកបទពិសោធន៍ដ៏អស្ចារ្យនេះហើយក៏សូមចូលរួមថែរក្សាអនាម័យបរិស្ថាននិងគោរពតាមបទបញ្ញត្តិនានានៃតំបន់រមណីយដ្ឋានអង្គរដើម្បីឲ្យសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់យើងនៅតែស្រស់ស្អាតនិងគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។